chấm điệp số បាទបងជំរាបសួរ អញ្ចឹងខ្ញុំអាចមានសំណួរខ្លះៗសូអាចតាក់ទងនឹងខ្លួនជីវភាពតខ្លួនបានអត់បានបងបាទបានបាទអញ្ចឹងបងមកពីខេត្តណាដែរបងខ្ញុំមកព្រៃវែងបងអញ្ចឹងបាទមកពីខេត្តព្រៃវែងបាទបាទហើយមានឈ្មោះអ្វីដែរខ្ញុំបាទឈ្មោះនៅសំណាងបងនៅសំណាងបាទហើយមកជប៉ុនមកធ្វើការនៅជប៉ុនប្រហែលឆ្នាំហើយអឺគិតពីឥឡូវទៅមួយឆ្នាំកន្លះហើយបងមួយឆ្នាំកន្លះបាទហើយខ្ញុំចង់សួរថាមានផលវិបាកអ្វីខ្លះវា ឬមានផលវិបាកអ្វីខ្លះហើយមានការវិបាកអ្វីខ្លះអាចរាយរាប់ប្រាប់ឲ្យបងប្អូនយើងដែលមានគម្រោងមកជប៉ុនទាំងអស់គ្នាបានដឹងអត់បងមានតិចតួចដែរបងមានពេលខ្លះមានយើងភាសាយើងមិនសូវចេះអញ្ចឹងហើយណាមួយយើងស្ដាប់គេមិនសូវបានអញ្ចឹងបងយ៉ាងបាទអូអញ្ចឹងមានផលវិបាកដែរបាទហើយចុះរឿងការងាររឿងអីដូចយើងដឹងស្រាប់ឯងរឿងការងារដូចវាពិបាកដែរអញ្ចឹងមែនទេបងនឹងពេលខ្លះវាពិបាកពេលខ្លះវាស្រួលអស្រួលញ្ចឹងណាអញ្ចឹងអូតាមអូការអូអូងារអញ្ចឹងបងហើយអញ្ចឹងបងមកជប៉ុនឡើងមួយឆ្នាំជាងហើយ បាទបងបាទអឺមួយឆ្នាំជាងប្រហែលជាសល់លុយច្រើនទេណោះទៅសល់ទេបងអើយខ្វះខាតដែរអញ្ចឹង តិចតួចហ្នឹងបានមកហូបបានមកអីដែរណាអញ្ចឹងបាទអឺអរគុណច្រើនអញ្ចឹងបងបាទបងបាទហើយចុះបងមានអីអ្វីផ្ដាំទៅគ្រូហើយយើងនៅថាមានអ្នកដែលថាយើងមានបំណងចង់មកហ្នឹងឲ្យពួកគាត់នឹងត្រៀមខ្លួនអ្វីខ្លះបាទអាចមានពាក្យពេចន៍អី5ផ្ញើឲ្យគាត់ត្រៀមខ្លួនដូចជាអឺត្រៀមខ្លួនចិត្តត្រៀមចិត្តត្រៀមកាយត្រៀមអ្វីអ្វីដែលទៅថាមកដល់នេះដឹងតែមានភាពអវិជ្ជមានមានវិជ្ជមានអវិជ្ជមានអញ្ចឹងណាបាទអញ្ចឹងបងហើយអញ្ចឹងបងអាចមានបផ្ដល់បទពិសោធន៍អ្វីខ្លះអញ្ចឹងណាបាទអាហ្នឹងខ្ញុំអត់មានចង់ធ្វើអីទេគ្រាន់តែចង់សួរបងអញ្ចឹងដើម្បីឲ្យបងហ្នឹងអឺផ្ដល់អីផ្ដល់ការរស់យើងការរស់នៅយើងប្រចាំថ្ងៃដើម្បីផ្ដល់ឲ្យបងប្អូនឬក៏នេះមើងដែលគាត់មិនទាន់បានឡើងមកអញ្ចឹងណាបងបាទអញ្ចឹងបងអាចរាយរាប់បន្តិចបានអត់បងព្រោះបាទថាឲ្យគាត់ត្រៀមខ្លួនអ្វីខ្លះត្រៀមចិត្តអ្វីខ្លះអញ្ចឹងណាមុនគាត់ថាមុននឹងគាត់មកជប៉ុនហ្នឹងដឹងទទួលលទ្ធផលហ្នឹងមកហើយដូចតែបងទទួលបានអញ្ចឹងណាទីមួយខ្ញុំសូមផ្ដាំទៅបងដែលគាត់មិនទាន់មកជប៉ុនអញ្ចឹងអឺទីមួយឲ្យគាត់ត្រៀមចិត្តអ្វីខ្លះអញ្ចឹងណាទីបងមួយគាត់ត្រៀមខិតចិត្តទទួលយកអ្វីដែលថាមកដល់មិនអីមិនអញ្ចឹងហ្មងបាទអាចនិយាយបានទេបងបាទបើនិយាយអត់បានក៏អត់អីដែរបងទីមួយដែលថាអឺខិតខំប្រឹងប្រែងអញ្ចឹងណាព្រោះយើងមកស្រុកគេវារៀងពិបាកយើងមិនសូវអឺនេះដែរពិបាកអញ្ចឹងណាអូហើយទី2មិនដែរបងហើយរឿងការងាររឿងអីចឹងក៏ផ្ដាំឲ្យយើងខំប្រឹងមិនអីមិនអញ្ចឹងមែននៅទី2យើងខិតខំប្រឹងប្រែងអត់ធ្មត់តស៊ូអញ្ចឹងបាទតែយើងធ្វើយូរយើងរៀងដឹងការងារអីវាស្រួលអញ្ចឹងបាទអូហើយចុះឥឡូវខ្ញុំចង់សួរនេះជាសំណួរចុងក្រោយបាទតើពេលបងមកដំបងបងមានអារម្មណ៍ថាមិនដែរថាពិបាកបងមានអារម្មណ៍ថាដូចចង់រត់ដូចគេឬក៏មិនដែរតែឥឡូវមិនឥឡូវពេលដែលបងព្យាយាមធ្វើដល់រាល់ថ្ងៃអញ្ចឹងណាធ្វើដល់ឥឡូវឡើងមួយឆ្នាំជាងអញ្ចឹងឥឡូវបងចង់មានចង់និយាយថាពីមុនហើយឥឡូវវាខុសគ្នាមិនហ្នឹងហើយចង់ឲ្យបងអាចប្រាប់បន្តិចថាពីមុនមកវាបាក់មិនឥឡូវវាមិនកាលមុនវិញអឺកាលមុនចង់ទៅស្រុកវិញទៅអីវិញតែអឺដល់ពេលហើយយើងគិតចុះឡើងហ្នឹងមានថាមកដល់ស្រុកគេមានខិតខំតស៊ូអញ្ចឹងដល់ពេលឥឡូវទៅវារឿងគ្រាន់បើជាងមុនអញ្ចឹងឥឡូវគេលែងជេរអញ្ចឹងគេលែងទោសលែងថាអញ្ចឹងយើងឥឡូវយើងខិតខំប្រឹងអញ្ចឹងនឹងកាត់សាពីមុនជេរដែរតែពីមុនគេជេរធ្វើបាបយើងណាតែឥឡូវគេលែងជេរបាទលែងទៅអីហ្នឹងអូបាទអូយអញ្ចឹងនេះ
ដាំផ្ញើទៅអ្នកដែលមានគម្រោងមកជប៉ុនទាំងអស់ហ្នឹងហើយស្ដាប់បងប្រុសណាគាត់មកជប៉ុនឡើងមួយឆ្នាំជាងហើយគាត់តស៊ូហើយពីមុនបងមានគម្រោងថាពិបាកហើយចង់រត់អត់បង ចង់ទៅបងចង់ទៅខ្មែរវិញដែរប៉ុន្តែ ចង់ទៅខ្មែរឬក៏ចង់រត់ អត់ ចេញ ដឹង ពី ចង់ កន្លែងការងារឬក៏អីចឹងណាបងឲ្យមានដែរពីមុនមានគិតហើយឥឡូវហើយពីមុនហើយឥឡូវមិនដែរបង ហ្នឹងហើយក៏ដូចចឹងដែរហ្នឹងកាលពីមុនចង់ទី1ចង់ទៅខ្មែរវិញទី2ចង់រត់គេចវិញអញ្ចឹងណាប៉ុន្តែដល់ គេ ពេល ហ្នឹងកតាយដែរបងកតាដែលគេថាគេស្ដីបន្ទោសច្រើនពេកឬក៏មិនគេ គេថាឲ្យច្រើនពេក គេគៀបសង្កត់ខ្លាំងពេក បាទ ចឹង បាទ អូ យើងអត់ទៅបកកាយភាសាអញ្ចឹង ហ្នឹងឥឡូវ ហ្នឹងហើយ ជាចុងក្រោយចង់ផ្ដាំឲ្យកូហៃនៅក្រោយដែលអ្នកខ្លះដែលមានគម្រោងដែលថាចង់ឡើងមកធ្វើការនៅជប៉ុនមិនដែរបងឲ្យគាត់ខំប្រឹងរៀ ហើ ន យគិត ឬក៏មិនឲ្យយើងមិនដែរបងអានេះសុំឲ្យបងជួយបកស្រាយតិច ឲ្យគាត់ខិតខំប្រឹងសិក្សារៀនសូត្រហើយភាសាអីក៏ដោយដែលយើងខិតខំប្រឹងប្រែងគង់តែនេះទេកុំឲ្យដូចខ្ញុំអញ្ចឹង ខ្ញុំអត់ចេះមែ ខ្ញុំ ន អត់ចេះខ្ញុំអត់ ដាក់ ទៅ ខ្លួន ខិតខំ ណា ស្ដាប់គេទៅបានអញ្ចឹងគេថាឲ្យអញ្ចឹងឲ្យបងខំ ខំឲ្យចេះទាំងអស់ បាទ គ្នា ចេះ កុំឲ្យគេ ទាំងអស់ មើលងាយ គ្នា ខ្មែរយើង កុំឲ្យ ម្នាក់គ្នាមែនអត់ ហ្នឹងហើយ អូអញ្ចឹង បាទ អញ្ចឹងអរគុណណាបង បាទអរគុណ ហ្នឹងហើយបង ជម្រាបលាបង បាទ បាទ អរគុណច្រើ អរគុណ ន បងបាទ ជប់ដឹងចូលអត់ទេសា